សាច់រឿងបានចាប់ផ្ដើមនៅកំពូលភ្នំជាទីសក្ការៈរបស់អាណាចក្របរិសុទ្ធលូបេលៀសដែលយើងក៏បានឃើញនៅប្រាសាទដ៏ធំស្កឹមស្កៃនៅទីនោះផងដែររំពេចនោះស្រាប់តែលេចចេញនៅតួអង្គចាស់របស់យើងគឺឡាផ្លេសអាចហៅកាត់បានថាឡាផ្លាច់ក៏បានដែរនៅពេលដែលឡាផ្លាច់ហោះចូលមកឬសូតែវ៉ែវគាត់ក៏បានហោះចេញពីប្រាសាទទាំងរំភើយទៅដល់ទីកន្លែងសក្ការៈតែបែរទៅជាប៉ះជាមួយនឹងបិសាចចិញ្ចក់ឈាមជើងខ្លាំងម្នាក់ទៅវិញហើយបិសាចចិញ្ចក់ឈាមមួយនោះក៏បានបាញ់នៅធម្មពលរបស់គាត់ធ្វើឲ្យឡាផ្លាច់ដាច់ខ្លួនជាកង់អ្នកទាំងអស់គ្នាក៏បានដឹងស្រាប់ហើយថាកម្រិតឡាផ្លាច់នេះទោះដាច់ខ្លួនច្រើនប៉ុណ្ណាក៏នៅតែអួតបានដូចគ្នាអូយស្រួលណាស់លោកបងអើយស្មានតែគេជួលឲ្យមកធ្វើសរសៃហេតាសំខាន់ដាច់ខ្លួនប៉ុណ្ណឹងហើយគឺអត់ទាន់ខ្សែទៀតខ្ញុំសុំហៅឡាផ្លាច់ហ្មងទៅវាស្រួលស្ដាប់បន្តិចកុំឲ្យឡាផ្លេសណាកាពិតទៅឡាផ្លាច់គឺជាកូនចៅរបស់យូគីកាហ្គូរ៉ាហ្សាកាដែលគាត់គឺជា Grandmaster មុខមាត់ស្លូតបូតទេតែធាតុពិតគឺជា villain ខ្សែកាបដ៏ធំមួយមុខស្លូតទេតែចិត្តខ្មៅដូចបាត់ឆ្នាំងជាងអាប៉ែនេះហើយគាត់នឹងឯងគឺជាអ្នកលាក់មុខនៅពីក្រោយរឿងរ៉ាវធ្វើបាបព្រាមរូទាំងអស់អញ្ចឹងពេលខ្លះយើងកុំវាយតម្លៃមនុស្សតែសម្បកក្រៅណាពេលខ្លះដូចយូគីចឹងឃើញយូគីមើលមុខស្លូតទេប៉ុន្តែកុំនិយាយនៅពីក្រោយខ្នងឡាផ្លាច់សុកចិត្តធ្វើការឲ្យយូគីក៏ព្រោះតែចង់ឲ្យមិត្តភ័ក្តិរបស់ខ្លួនរស់នៅឡើងវិញហើយពេលនេះយូគីក៏បានបញ្ចូលព្រលឹងមិត្តភ័ក្តិរបស់គាត់ចូលទៅក្នុងរាងកាយរបស់ Homunculus ដែលជារាងកាយសពនិមិត្តដែលយើងបាននិយាយរួចហើយកាលពីនៅក្នុងវគ្គមុនហើយរាងកាយមួយនោះគឺជារាងកាយស្រីស្អាតដែលជាជំនួយការរបស់យូគីនេះឯងដែលធៀបពិតទៅនាងគឺជាអតីត Demon Lord Gazarian ឡាផ្លាច់ឃើញភ្លាមភ្នែកសន់ផ្លែតចុំមិត្តភក្តិអញអត់ជួបគ្នាតែ200ឆ្នាំសោះឥឡូវឲ្យបដូររសជាតិមកលេង Still Sexy ទៅអញ្ចឹងទៅឡាផ្លាច់ក៏បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់ Demon Lord Gazarian ដែលបានត្រឡប់មកកាន់ក្រុម Harlequin វិញនៅក្នុងក្រុម Harlequin នេះដែរមានសមាជិករួមដូចជា La Place ហៅកាត់ថាLa Place Footman ឬយើងហៅកាត់ថាអាជើងដើរធានារីទឹកភ្នែកនិងចុងក្រោយគឺ Clement អាដីឥដ្ឋចរិតឆ្លើយដែលកំពុងរៀបចំគម្រោងធ្វើបាបរីមរូនេះឯងពេលនេះGazarian នៅមិនទាន់មានធម្មពលពេញលេញដល់កម្រិតកម្ពស់នៅឡើយទេមើលទៅនាងហាក់បីដូចជាមានកំហឹងជាមួយ Demon Lord Leon Cromwell និងរអ៊ូតិចពីរាងកាយរបស់នាងយូគីក៏បានប្រាប់ទៅនាងកុំរអ៊ូច្រើនពេកបានប៉ុណ្ណឹងហើយចង់បានអីទៀតមិនមែនរបស់ថោកទេឡាផ្លាច់យ៉ាងនោះក៏ទប់សំណោចបានធ្លាយមកទូតពីទូតទៀតទេបកមកកាន់ឡាផ្លាច់វិញក៏បានរាយការណ៍រៀបរាប់អំពីអ្វីដែលគាត់បានឃើញនៅ Lubelius ដែលនៅក្នុងព្រះវិហារបរិសុទ្ធនោះគួរណាតែជាទីសក្ការៈដែលអនុញ្ញាតឲ្យអធិរាជបរិសុទ្ធឬក៏យើងហៅថា Holy Emperor ចេញចូលតែប៉ុណ្ណោះហើយសម្រាប់ Holy Emperor ហ្នឹងឬក៏យើងហៅថាបច្ចុប្បន្នខ្មែរថាអធិរាជបរិសុទ្ធហ្នឹងគឺជាអ្នកដែលគាត់មានឥទ្ធិពលឬក៏តំណែងខ្ពស់បំផុតនៅក្នុងព្រះវិហារបរិសុទ្ធ Lubelius ហ្នឹងតែនៅពេលដែលគាត់ចូលទៅដល់มันបានជួបជាមួយនឹង Holy Emperor បែរជាទៅជួបនឹងបិសាចចិញ្ចក់ឈាមទៅវិញបិសាចនោះក៏បានប្រើប្រាស់វិតាមុនកាំរស្មី Blood Ray ហើយ Blood Ray នេះដែរបើតាមការបកស្រាយរបស់ Zarian
ក៏បានរៀបរាប់ថាវាគឺជាស្នៀតអត្តសញ្ញាណរបស់ Demon Lord Valentine ហើយវាក៏ជាសំណាងដែរដែលឡាផ្លាច់អាចរត់រួចពីស្នៀតមួយនេះពីព្រោះ Demon Lord Valentine គឺជា Demon Lord មួយដែលខ្លាំងមិនចាញ់នាងទេពេលដែលមានថាមពលពេញលេញនោះហើយបើសិនជាប៉ះគ្នាជាមួយនឹងនាងម្ដងវាបង្កទៅជាគ្រោះមហន្តរាយជាច្រើនដោយសារបែបនេះហើយទើបពួក Demon Lord ទាំងអស់បានបង្កើតនៅទម្លាប់ជួបជុំមួយដែលគេហៅថា Wall Purchase ដើម្បីបោះឆ្នោតសម្រាប់កិច្ចការពិភពលោកហើយបញ្ជាក់ដែរថា Wall Purchase នេះវាគឺជាជំនួបពិភាក្សារវាង Demon Lord ទាំងអស់ជួបជុំគ្នាដើម្បីពិភាក្សាអំពីពិភពលោកនិងទទួលស្គាល់ Demon Lord ថ្មីផ្សេងទៀតក្នុងពេលដែល Wall Purchase នេះលេចចេញជារូបរាងឡើងនោះគឺមាន Demon Lord ចំនួន7ដែលនៅសេសសល់ពីមុនអញ្ចឹងហើយដើម្បីឲ្យសំណើណាមួយអាចប្រព្រឹត្តទៅបានគឺគេទាមទារឲ្យមានការបោះឆ្នោតពី Demon Lord ចំនួន3នាក់ Yuki បន្ទាប់ពីស្ដាប់ការរាយការណ៍របស់ La Plague ហើយក៏មានសង្ស័យថាព្រះវិហារបរិសុទ្ធអាចនឹងមានទំនាក់ទំនងជាមួយនឹង Demon Lord Valentine ដោយគាត់បានប្រាប់ឲ្យ La Plague មានការប្រុងប្រយ័ត្នជាងមុនហើយបន្តនៅការស៊ើបអង្កេតបន្តទៀត La Plague ក៏មានកំណត់ថាដើម្បីបញ្ឆោត Rimuru ឲ្យចេញមកគាត់ក៏បានផ្ដល់កំណត់ឲ្យមាននៅ Wall Purchase ព្រោះឥឡូវនេះ Clement កំពុងតែរៀបចំផែនការទាញយកសន្លឹកឆ្នោតពី Demon Lord Frey ហើយនិង Demon Lord Milim ដើម្បីកម្ចាត់ Rimuru ងាកមកកាន់ទីក្រុង Tempest ឯនេះវិញ Rimuru ក៏បានបើកអង្គប្រជុំធំមួយដែលមានអ្នកតំណាងមកពីគ្រប់អាណាចក្រគឺអាណាចក្រ Dragon Thailand Blaman និង Eruzania Oh no អ្វីដែលធ្វើឲ្យគ្រប់គ្នាគាំងមិនសិនខ្លាំងបំផុតនោះគឺនៅពេលដែល Rimuru ណែនាំសមាជិកថ្មីទៅកាន់ពួកគេនេះណែគឺជាសម្លាញ់ Veldara របស់ខ្ញុំគ្រាន់តែឮឈ្មោះនាគព្យុះ Veldara ភ្ញៀវកិត្តិយសទាំងអស់ភាំងស្មារតីជាខ្លាំងខ្លះស្ទើរតែសន្លប់ព្រោះមិនដឹកស្មានថា Rimuru ខ្សែធំដល់ថ្នាក់នេះស្ដេច Gazel និង Illalut ដែលជាប៉ារបស់ Eren ភ័យខ្លាំងរហូតហៅ Rimuru ទៅនិយាយដាច់ដោយឡែក Illalut ដល់ថ្នាក់សួរខ្លួនឯងថាចុំអញយល់សបិនទេអីក្នុងការនិយាយដាច់ដោយឡែក Rimuru ក៏បានរៀបរាប់ពីសាច់រឿងរបស់គាត់តាំងពីនៅជាមនុស្សរហូតមកចាប់ជាតិខ្លាយជាស្លែមនិងខ្លាយទៅជា Demon Lord ក្រោយពីដឹងថា Rimuru បានសម្លាប់ទាហាន Falmon អស់ជាង 20,000 នាក់ស្ដេច Gazel ក៏បានជួយរៀបចំសាច់រឿងឲ្យមើលទៅដូចជាការការពារខ្លួនដើម្បីកុំឲ្យពិភពលោកមើលមកកាន់ Rimuru នៅក្នុងផ្លូវអាក្រក់រីឯ Illalut វិញទោះបីជាខឹងនឹង Rimuru ដែលលបួងកូនស្រីគាត់ឲ្យមកនៅជាមួយក៏ពិតមែនក៏គាត់នៅតែសម្រេចចិត្តយកមិត្តភាពជាធំដែរណាមួយអត់មានតាណាម្នាក់ល្ងងទៅធ្វើសង្គ្រាមជាមួយនឹងអាណាចក្រដែលមាន Demon Lord ផងនិងមាននាគព្យុះផងនោះទេ Nice ត្រឡប់មកកាន់អង្គប្រជុំរបស់ Rimuru វិញ Rimuru ក៏បាននិយាយបកស្រាយរៀបរាប់ពីការប៉ះគ្នាជាមួយនឹង Hinata និងសាច់រឿងដែលបានប្រាប់ទៅកាន់ Gazel ហើយនិង Illalut ដូចគ្នាដែរដែលអ្នកទាំងអស់គ្នាក៏បានដឹងរួចហើយតាក់ទងជាមួយនឹង Hinata Sukakuchi ដែលនាងគឺជាមេដឹកនាំសាសនានៅក្នុងព្រះវិហារបរិសុទ្ធដែលមានឥទ្ធិពលបន្ទាប់ពីអធិរាជបរិសុទ្ធហើយនាងក៏ប្រកាន់ខ្ជាប់នៅគោលលទ្ធិសាសនាយ៉ាងតឹងរឹងបំផុតព្រមទាំងស្អប់បិសាចបំផុតផងដែរ Diablo ហើយនិង Sion គ្រាន់តែលើភ្លាមគឺចង់សុំទៅកំទេចព្រះវិហារចោលតែម្ដងសឹងតែរកឆ្លោះគ្នាទៀតតែត្រូវ Rimuru ហាមទាន់ឈប់កុំចង់ធ្វើឲ្យរឿងកាន់តែធំបូករួមទាំងឯងទៀត Veldara ណោះជុំអញអត់ដឹងអីផង Rimuru បាននិយាយប្រាប់ពួកគេថាបើសិនជាគេមិនប៉ះយើងកុំទៅរករឿងគេ
នាំឲ្យមានរឿងកាន់តែធំពួកគេក៏បានសុំទោសទៅកាន់រីមរូទាំងព្រមគាត់ក៏បានទុកនៅសាច់រឿងមួយនេះមួយឡែកសិនរីមរូហើយនិង Raphael ក៏បានចាប់ផ្ដើមមានមន្ទិលដាក់ការសង្ស័យទៅលើ Yuki ថាជាអ្នកនៅពីក្រោយរឿងដែល Hinata យល់ច្រឡំថាគាត់ជាអ្នកសម្លាប់ Shizu ព្រោះថាគ្មានអ្នកណាដែលអាចដឹងរឿងនឹងច្បាស់ជាង Grandmaster Yuki នេះទេស្រាប់តែពេលវេលាកំពុងតែតានតឹងនោះស្រាប់តែប៉ាំង Remiris នារីកន្ទុំរុយឬក៏ Spirit Queen បានហោះមកបោកក្បាលនឹងពីដានរួចស្រែកផ្អើលភូមិតាវីវ៉អើយអាណាចក្រនេះនឹងត្រូវបានបំផ្លាញហើយご覧いただきありがとうございます。